មន្ត្រីជាន់ខ្ពស់របស់សៀមមរុកនេះបានឲ្យយោបល់ទៅកាន់អនុធិនឲ្យបញ្ញាប់តាក់ទងទៅកាន់សង្ហបុរីពីព្រោះសង្ហបុរីគឺជាប្រទេសមួយដែលគុតគង់ប្រេងឲ្យកម្ពុជាអញ្ចឹងគេចង់ឲ្យសង្ហបុរីនេះរួមសហការជាមួយនឹងសៀមដើម្បីអីដើម្បីថាសៀមនឹងចង់បានសន្តិភាពដើម្បីបញ្ចប់សង្គ្រាមឲ្យបានលឿនគឺត្រូវបិទការគុតគង់ប្រេងមកកាន់កម្ពុជាបងប្អូនស្ដាប់ก่อนនិយាយน้ำมันอีกแหล่งหนึ่งก็คือสิงคโปร์นะครับสิงคโปร์นี่มาทางเรือแน่นอนดังนั้นเราขอความร่วมมือกับอาเซียนได้ไหมบอกว่าเราอยากมีสันติภาพยาวนานเราอยากยุติสงครามโดยเร็วក្ពើមពាក្យហ្នឹងបងចอยនិយាយមែននេះក្ពើមពាក្យគាត់និយាយហ្នឹងដែលថាសៀមចង់បានសន្តិភាពឲ្យបានលឿនបំផុតត្រូវការបញ្ចប់សង្គ្រាមឲ្យបានលឿនបំផុតអញ្ចឹងទៅនិយាយពាក្យទាំងអស់ហ្នឹងជាមួយនឹងសិង្ហបុរីដើម្បីឲ្យសិង្ហបុរីហ្នឹងរួមសហការជាមួយនឹងសៀមណាបើសិនជាកប៉ាល់ដែលកំពុងតែមកតាមផ្លូវនេះកប៉ាល់ដឹកប្រេងគេចង់សម្ដៅទៅលើកប៉ាល់ដែលកំពុងតែដឹកប្រេងសម្ដៅមកកាន់កម្ពុជានេះគេត្រូវការឲ្យមានការកាក់កប៉ាល់วิธีที่ดีที่สุดและไม่ให้ใครบอบช้ำเลยทั้งฝ่ายไทยและกัมพูชาคืออะไรให้เขาเคลื่อนพลมาไม่ได้ก็คือต้องไม่มีน้ำมันจากสิงคโปร์เข้ามาที่ท่าสีนูวิลทำแบบนี้เนี่ยผมว่าไม่เกิน 2-3 สัปดาห์นะสงครามបើសិនជាធ្វើបានចង់និយាយថាបើសិនជាថៃធ្វើបានក្នុងការកាក់កប៉ាល់ប្រេងពីសិង្ហបុរីមិនឲ្យចូលមកកាន់កំពង់ផែប្រសេះអនុរបស់កម្ពុជាបានគឺគាត់ថាមិនយូរទេត្រឹម2សប្តាហ៍ប៉ុណ្ណោះណាសង្គ្រាមនឹងត្រូវបានបញ្ចប់កម្ពុជានឹងសុំចុះចាញ់ជាមិនខានពីព្រោះសៀមគេជឿជាក់ណាថាបើសិនជាអត់ប្រេងកម្ពុជានឹងអត់ដង្ហើមក្នុងការប្រយុទ្ធជាមួយនឹងសៀមតទៅទៀតហើយនឹងសុំចុះចាញ់សៀមបងប្អូនគិតមើលនេះវាចង់លេងផ្លូវកាត់អញ្ចឹងណាវាចង់ទៅរកសិង្ហបុរីកុំឲ្យលក់ប្រេងឲ្យកម្ពុជាណាកប៉ាល់ដែលកំពុងតែមកឲ្យកាក់កុំឲ្យចូលទៅដល់កំពង់ផែរបស់កម្ពុជាបានទៀតណាថោកទាបអញ្ចឹងវាផ្ដល់កំណត់ថោកទាបដូចគ្នាអញ្ចឹងបងប្អូនចង់លេងផ្លូវកាត់អញ្ចឹងណា